ប្រិមិត្តពុកម៉ែបងប្អូនបាទនាថ្ងៃទី19ខែធ្នូនេះយើងទទួលបានដំណឹងថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបាទពីប្រភពផ្ទៃក្នុងសៀមដោយលើកឡើងថាស្ដេចសៀមបាទមហាវិចារាលង្ករនាពេលនេះគឺចាប់ផ្ដើមព្រួយបារម្ភខ្លាំងចាប់ផ្ដើមដេកភ័យបណ្ដាហើយនៅពេលនេះនៅពេលដែលដឹងថាប្រជាជនសូរិនបាទតបសូរិនប្រជាជនស៊ីសកេតឬក៏បុរីរាមតបបុរីរាមជាដើមបាទគឺចាប់ផ្ដើមភ្ញាក់ខ្លួនជាបណ្ដាក្នុងចំនួនកាន់តែច្រើនឡើងដែលបាទបញ្ជូននៅរាល់ព័ត៌មានសម្ងាត់ទាំងឡាយមកឲ្យខាងកម្ពុជាជាបន្តបន្ទាប់ដែលធ្វើឲ្យកម្ពុជាអាចកំណត់ទិសដៅសត្រូវបានច្បាស់លាស់ហើយវាយប្រហារចំគោលដៅកំទេចជាបន្តបន្ទាប់បាទដែលនេះគឺជាក្តីបារម្ភទី1របស់ស្ដេចសៀមមហាវិចារាលង្ករនាពេលនេះព្រួយបារម្ភខ្លាំងដេកភ័យហើយនាពេលនេះបាទក្រោយពេលដែលដឹងថាខ្មែរសូរិនគឺចាប់ផ្ដើមភ្ញាក់ខ្លួនជាបន្តបន្ទាប់ទៅបាទទី2នោះស្ដេចសៀមមហាវិចារាលង្ករក៏ព្រួយបារម្ភខ្លាំងនៅពេលដែលឃើញថាមេតបរបស់ខ្លួនកំពូលគឺចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់បាទហើយស្លាប់ក្នុងចំនួនកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃខ្ទាតចិនពីសមរភូមិជាបន្តបន្ទាប់បាទនេះគឺជាក្តីកង្វល់ទី2បាទហើយក្តីកង្វល់ទី3គឺព្រះមហាក្សត្រថៃបារម្ភថាសង្គ្រាមលើកនេះគឺមិនអាចយកឈ្នះកម្ពុជាបាននោះទេបាទនៅកាន់តែយូរសង្គ្រាមអូសបន្លាយកាន់តែយូរសៀមគឺកាន់តែខាតបង់ធ្ងន់ធ្ងរវាយកម្ពុជាមិនបែកហើយគឺថែមទាំងអន្តរាយសម្រាប់ខ្លួនឯងទៅវិញទៀតបាទអន្តរាយសម្រាប់ប្រទេសសៀមខ្លួនឯងទៅទៀតដូច្នេះចំណុចទាំង3ខាងលើនេះគឺស្ដេចសៀមចាប់ផ្ដើមបារម្ភខ្លាំងប្រជាជនសូរិនទាំងឡាយក៏ចាប់ផ្ដើមភ្ញាក់ខ្លួនកងទ័ពសូរិនស៊ីសកេតបុរីរាមភ្ញាក់ខ្លួនជាបន្តបន្ទាប់បញ្ជូននៃសញ្ញាបញ្ជូននៃព័ត៌មានសម្ងាត់ផ្ដំមកឲ្យកងទ័ពកម្ពុជាដើម្បីវាយប្រហារកំទេចជាបន្តបន្ទាប់បាទនេះគឺជាព័ត៌មានពិតដែលយើងទទួលបាននេះគឺជាអ្វីដែលយើងទទួលបានណាប្រិមិត្តថាព័ត៌មានសម្ងាត់ជាក់លាក់ចំគោលដៅគឺបានបញ្ជូនមកជាបន្តបន្ទាប់មកឲ្យវីរៈកងទ័ពកម្ពុជាយើងបាទដូច្នេះហើយចំណុចទាំងនេះមិនថាប្រជាជនសូរិនស៊ីសកេតបុរីរាមចាប់ផ្ដើមភ្ញាក់ខ្លួនកងទ័ពមួយចំនួនគឺចាប់ផ្ដើមងាកបន្តបញ្ជូនសារជាបន្តបន្ទាប់មកកាន់កម្ពុជាបាទដូច្នេះគឺជាក្តីព្រួយបារម្ភខ្លាំងមែនទែនសម្រាប់ស្ដេចថៃសម្រាប់អ្នកនយោបាយថៃសម្រាប់ក្រុមយោធាថៃជ្រុលនិយមដែលបង្កើតសង្គ្រាមឈ្លានវៀនមកលើកម្ពុជាយើងនៅពេលនេះបាទគឺចាប់ផ្ដើមដឹងខ្លួនច្បាស់ហើយថាមិនអាចវាយកម្ពុជាឈ្នះនោះទេមិនអាចវាយកម្ពុជាបែកនៅសមរភូមិជួរមុខទេចាប់តាំងពីការឈ្លានវៀនកម្ពុជាថ្ងៃទី7បាទខែធ្នូបន្តរហូតមកដល់ថ្ងៃទី19ចូលទី20ខែធ្នូនេះបាទយើងសួរថាមានរយៈពេលប៉ុន្មានថ្ងៃគឺ13ថ្ងៃហើយបាទ13ជួល14ថ្ងៃហើយបាទរយៈប៉ុន្មានថ្ងៃហ្នឹងយើងសួរថាអាចឈរគ្រប់គ្រងលើទឹកដីកម្ពុជាឈ្លានពានទឹកដីកម្ពុជាមួយផ្នែកណាបានទេគឺគ្មានទេប្រមាណ9បាទចូលមកស្លាប់ក៏ជឿបន្ទាប់រងភាពបរាជ័យដឹកសពចេញដឹកអ្នករបួសចេញឡានរាប់ពាន់គ្រឿងបន្តកន្ទុយគ្នាជាហូរហែដែលចំណុចទាំងអស់នោះបានជាស្ដេចសៀមមានការព្រួយបារម្ភបានជាលោកអនុទីននាយករដ្ឋមន្ត្រីរបស់សៀមក្តីក្រមយោធាក្តីចាប់ផ្ដើមព្រួយបារម្ភដោយថ្លែងសារបែបភ្លាវជាបន្តបន្ទាប់ថាហេតុអ្វីបានជាកម្ពុជាហេតុអ្វីបានជាភាគីកម្ពុជាមិនព្រមសុំសៀមចរចាបើកម្ពុជាសុំថៃចរចាមុនគឺថៃនឹងព្រមបាទបង្កើតឲ្យមាននៅបទឈប់បាញ់ហើយសហការដោះមីនតាមបន្ទាត់ព្រំដែនជាដើមបាទដូច្នេះយើងសួរថាតើហេតុអ្វីបានជាបង្ហាញឆន្ទៈផ្ទុយពីអ្វីដែលខ្លួនលើកឡើងពីខាងដើមបាទការគ្មានការចរចាគ្មានបទឈប់បាញ់បាទគ្មានកិច្ចព្រមព្រៀងសន្តិភាពជាដើមគឺវាប្រហារមកលើកម្ពុជាឈ្លានពានមកលើកម្ពុជាបាទក៏ប៉ុន្តែនៅពេលនេះគឺចាប់ផ្ដើមភ្ញាក់ខ្លួនជាបណ្ដាហើយពុកម៉ែបងប្អូននៅតាមបន្ទាត់ព្រំដែនវាយខ្មែរមិនបែកហើយទ័ពរបស់ខ្លួនស្លាប់ក្នុងចំនួនរាប់ពាន់នាក់ជាង 50,000 នាក់របួសនិងរត់ចោលជួរមិនក្រោមរាប់ម៉ឺននាក់នោះទេជាង 10,000 នាក់បាទដែលចំនួនទាំងអស់នេះហើយវាគឺជាក្តីព្រួយបារម្ភចំនួនស្លាប់ទាំងនោះហើយវាជាក្តីព្រួយបារម្ភរហូតធ្វើឲ្យស្ដេចថៃបើតាមអ្វីដែលបានលើកឡើងថាព្រួយបារម្ភខ្លាំងរហូតចាប់ផ្ដើមបញ្ចេញនៅបទបញ្ជាឲ្យជ្រើសរើសនៅទ័ពថ្មីដែលជាទ័ពបំរុងបន្តបន្ទាប់ក្នុងចំនួន10,000 នាក់បាទក្នុងចំនួន10,000 នាក់ដែលលើកឡើងថាអាចជាង 20,000 នាក់បាទអាចជាង 20,000 នាក់ជាទ័ពបំរុងត្រៀមចូលនៅក្នុងសមរភូមិក្រោយពេលដែលទ័ពប្រមាណជា 5,000 នាក់បានស្លាប់នៅតាមបន្ទាត់ព្រំដែនដែលឈានជើងចូលឈ្លានពានកម្ពុជាយើងនោះបាទដូច្នេះការដែលប្រកាសរើសកងទ័ពបំរុងជាបន្តបន្ទាប់កងទ័ពក្មេងក្តីចាស់ក្តីរើសជាបន្តបន្ទាប់នេះគឺបញ្ជាក់បែបណាបាទគឺបញ្ជាក់អំពីខ្វះនៅចំនួនទ័ពបាទនៅតាមបន្ទាត់ព្រំដែនដែលឈ្លានពានមកលើកម្ពុជាយើងនោះឯងហើយបើតាមអ្វីដែលលើកឡើងថាសេចក្តីប្រកាសនោះ
បញ្ជាដែលលើកឡើងនោះគឺបោកប្រជាជនសៀមរបស់ខ្លួនប្រជាជនសុរិន្ទក្តីប្រជាជនបុរីរាមក្តីបណ្ដាខ្មែរជាដើមបាទដោយបោកលើកឡើងថានឹងឲ្យប្រាក់ខែចំនួន 11,000 បាតក្នុងមួយខែប្រសិនណាបើហ៊ានស្ម័គ្រចិត្តធ្វើកងទ័ពបាត់ចូលឈ្លានពានទឹកដីកម្ពុជាជាដើមក៏ប៉ុន្តែសួរថាតើប្រជាជនសុរិន្ទបាត់តើថាខ្មែរលើគេមិនដឹងទេឬបើថាសៀមក្នុងពេលនេះដែលគៀងគរដែលប្រមូលនៅទ័ពជាបន្តនេះគឺដើម្បីឈ្លានពានមកលើខ្មែរគឺដើម្បីបញ្ជូនកងទ័ពឲ្យទៅស្លាប់នៅតាមបន្ទាត់ព្រំដែនបាទគឺគេដឹងច្បាស់ណាស់បាទគេដឹងច្បាស់ណាស់ខ្មែរលើនាពេលនេះគឺចាប់ផ្ដើមភ្ញាក់ខ្លួនកងទ័ពគឺចាប់ផ្ដើមភ្ញាក់ខ្លួនដោយគេយល់ច្បាស់ណាស់សមាជិកកងទ័ពទាំងឡាយដែលពាក្យលីដែលស្លាប់នៅតាមបន្ទាត់ព្រំដែនចាប់ផ្ដើមសម្ដែងការឈឺចាប់ខ្លាំងនៅពេលដែលគ្មានការយកចិត្តទុកដាក់ខកអំពីមេទ័ពរបស់សៀមមេទ័ពរបស់ថៃដែលស្លាប់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងបាទក៏ប៉ុន្តែសម្រាប់ទ័ពខ្មែរលើខ្មែរសុរិន្ទឬក៏បណ្ដាខ្មែរទាំងឡាយដែលចូលបម្រើទ័ពដែលចូលវាយប្រហារឈ្លានពានខ្មែរនេះគឺមិនយកចិត្តទុកដាក់នោះទេនាពេលនេះគឺគេដឹងកាន់តែច្បាស់ថាសង្គ្រាមដែលកើតឡើងនាពេលនេះគឺជាកំហុសរបស់ស្ដេចសៀមបាទគឺជាកំហុសរបស់ក្រមយោធាសៀមដែលគ្រាន់តែចង់ឈ្លានពានមកលើកម្ពុជាហើយបញ្ជូនទ័ពស្លាប់នៅតាមបន្ទាត់ព្រំដែនដោយគ្មានខ្វាយខ្វល់តែប៉ុណ្ណោះបាទប្រិយមិត្តពុកម៉ែបងប្អូនយើងមានបានស្ដាប់សម្ដីរបស់ខ្មែរសុរិន្ទម្នាក់ដែលបានលើកឡើងថានៅពេលដែលខ្លួនឈានជើងចូលមកលើដីកម្ពុជាចូលមកលើដីខ្មែរភ្លាមអារម្មណ៍និងរូបកាយហាក់បីដូចជាដើរចូលភ្លើងនរកបាទនៅពេលដែលចូលទឹកដីស័ក្តិសិទ្ធិរបស់កម្ពុជាភ្លាមគ្រាប់ទាំងឡាយ BM21 ក្តីគឺបាញ់ស្រោចកំតិចជាបន្តបន្ទាប់ស្លាប់ក្នុងចំនួនដ៏ច្រើនឥឡូវពុកម៉ែបងប្អូនយើងបាទមើលទៅលើទឹកមុខរបស់ទ័ពសៀមដែលបញ្ជូនមកសិតតែជាទ័ពវ័យក្មេងសិតតែទឹកមុខស្រងោតស្រងាត់បាទទឹកមុខព្រួយបារម្ភទឹកមុខភ័យខ្លាចទឹកមុខហាក់បីដូចជាដឹងច្បាស់ថានៅពេលដែលខ្លួនចូលទៅក្នុងសមរភូមិឈ្លានពានកម្ពុជាដែលស្ដេចបញ្ជូនមកដែលយោធាបញ្ជូនមកគឺប្រកាសណាស់ថានឹងស្លាប់បាទគឺប្រកាសណាស់ថានឹងត្រូវក្លាយទៅជាសាកសពចំណីថ្មាតនៅតាមបន្ទាត់ព្រំដែនមានកងទ័ពខ្លះគឺយំគឺខលទៅសមាជិកគ្រួសារទាំងអាឡោះអាល័យបាទព្រោះតែដឹងច្បាស់ថាសង្គ្រាមដែលឈ្លានពានកម្ពុជានៅពេលដែលចូលដីកម្ពុជាគឺមិនអាចរួចខ្លួនទេបាទគឺមានតែក្តីស្លាប់តែប៉ុណ្ណោះដែលហេតុដូច្នេះហើយបានជាទ័ពក្មេងៗទាំងឡាយគឺចាប់ផ្ដើមភ័យខ្លាចបាទគឺចាប់ផ្ដើមបារម្ភមិនចង់ចូលទៅក្នុងសមរភូមិក្តីមិនចង់ចូលមកឈ្លានពានកម្ពុជានោះទេដែលគេលើកឡើងថាមានកងទ័ពក្មេងៗមួយចំនួនគឺចាប់ផ្ដើមរត់គេចបាទគឺចាប់ផ្ដើមរត់ចេញពីបទបញ្ជាហើយមានទ័ពមួយចំនួនក៏បញ្ជូនមកតាំងបង្ខំស្លាប់ជាបន្តបន្ទាប់ក៏ប៉ុន្តែក៏នៅតែមានបងប្អូនខ្មែរលើមួយចំនួនភ្ញាក់ខ្លួនបន្តបញ្ជូនសញ្ញាបន្តបញ្ជូនព័ត៌មានសម្ងាត់ជាបន្តបន្ទាប់ដដែលមកកាន់កម្ពុជាដែលការបញ្ជូននោះហើយគឺជាជ័យជំនះបាទគឺជាការវាយប្រហារចំគោលដៅរបស់ទ័ពកម្ពុជានោះឯងសរុបជារួមមកក្តីបារម្ភរបស់យោធាថៃក្តីបារម្ភរបស់ព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កននាពេលនេះគឺដោយសារតែប្រជាជនខ្មែរលើគឺចាប់ផ្ដើមភ្ញាក់ខ្លួនបាទខ្មែរសុរិន្ទខ្មែរបុរីរាមខ្មែរស៊ីសង្កែទ័ពទាំងឡាយគឺចាប់ផ្ដើមភ្ញាក់ខ្លួនកាន់តែច្រើនបញ្ជូនសញ្ញាកាន់តែច្រើនហើយបើទោះបីណាជាសៀមប្រាំងវាយកម្ពុជាទាំងផ្លូវគោកវាយកម្ពុជាទាំងផ្លូវអាកាសបាទវាយកម្ពុជាទាំងផ្លូវទឹកសន្ធូបជាបន្តបន្ទាប់ខ្លាំងបែបណាបាទក៏មិនអាចយកឈ្នះកម្ពុជាក៏មិនអាចគ្រប់គ្រងឈ្លានពានទឹកដីកម្ពុជាដដែលដូច្នេះការព្រួយបារម្ភរបស់ស្ដេចថៃដែលព្រួយបារម្ភរបស់ស្ដេចថៃបងប្អូនខ្មែរលើដែលភ្ញាក់ខ្លួនជាបណ្ដាកងទ័ពខ្លួនស្លាកក្នុងចំនួនកាន់តែច្រើនសង្គ្រាមវាយប្រហារមិនឈ្នះនឹងកម្ពុជាទេអាចដែរថាជាបណ្ដាសាគឺចាប់ផ្ដើមត្រូវបណ្ដាសាទៅមហាវិជ្ជរាលង្កនដែលបានបំផ្លាញនៅប្រាង្គប្រាសាទរបស់កម្ពុជាយើងបាទនៅប្រាសាទព្រះវិហារនៅប្រាសាទតាក្របីគឺកំពុងតែត្រូវបណ្ដាសានាទីនេះពីព្រោះសិលាចារិកគឺបានបញ្ជាក់ច្បាស់ណាស់ថាអ្នកណាដែលបំផ្លាញប្រាង្គប្រាសាទរបស់ខ្មែរអ្នកនោះនឹងធ្លាក់នរកអ្នកនោះនឹងអន្តរាយពាក្យបណ្ដាសាជាបន្តបន្ទាប់ដរាបណាព្រះអាទិត្យនៅតែរះដរាបណាផែនដីនៅតែមានអ្នកនោះគឺនៅតែត្រូវបណ្ដាសាបើហ៊ានបំផ្លាញនៅប្រាង្គប្រាសាទរបស់ខ្មែរបាទយើងឮហើយថាប៉ុន្មានខែនេះលោកអនុទីនក្តីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សៀមក្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សៀមក្តីបន្តភូតបន្តសម្ដែងជាហូរហែបាទហាក់បីដូចជា
ตัวกำซัดนะฮะใบดูจิจุนรองครัวนะดาวแถลงtừกันสหกรมอันตรជាតិយ៉ាងមិនបាទแถลงថាថៃនេះគឺជាអ្នករងគ្រោះកម្ពុជាគឺជាអ្នកដែលធ្វើទុកបុកម្នេញថៃនៅតាមបន្ទាត់ព្រំដែនមិនឲ្យថៃបានសក់ទេបាទនិយាយអាស៊ានធ្វើទុកបុកម្នេញថៃជាហូហែនិយាយពូកែសម្ដែងមែនពួកអាស៊ាននេះមិនថាក្នុងរឿងក្រៅរឿងពូកែសម្ដែងខ្លាំងណាស់ក៏បណ្ដាយើងសួរថាតើបណ្ដាអន្តរជាតិទាំងឡាយគេជឿទេគេជឿសៀមទេបាទគេជឿថៃទេគេសើចបាទគេមានតែសើចមិនជឿនោះឡើយការដែលសៀមប្រាំងភូតកុហកជាបន្តបន្ទាប់នេះសៀមនឹងទទួលបាននូវភាពអាម៉ាស់តបវិញយ៉ាងពិតប្រាកដបាទក្រោយពេលដែលកិច្ចអន្តរាគមន៍សកម្មភាពការទូតជាបន្តបន្ទាប់នឹងកើតមានឡើងចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់នឹងកើតមានឡើងបាទជាក់ស្ដែងយើងបានឃើញហើយនៅចំហរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមថាលោកប្រាំងបែបណាដើម្បីដោះស្រាយចំនួនជាមួយកម្ពុជាយើងឈរនៅលើភាពយុត្តិធម៌ផ្ដល់ភាពយុត្តិធម៌ល្អប្រសើរសម្រាប់កម្ពុជានោះបាទយើងបានលើហើយថាលោកអាន់វ៉ាបានបញ្ជាក់ថាកម្ពុជានិងថៃបានយល់ព្រមចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបាទនៅថ្ងៃទី22ខាងមុខនេះចូលរួមដើម្បីសម្របសម្រួលបញ្ឈប់ការបាញ់គ្នាបញ្ឈប់ភាពតានតឹងជាបន្តបន្ទាប់ជាដើមក៏ប៉ុន្តែយើងមិនបានឮថាកិច្ចប្រជុំនៅថ្ងៃទី22ដែលដឹកនាំដោយលោកអាន់វ៉ានេះនឹងលើកឡើងអំពីផុសតាំងទាំងឡាយតាមរយៈប្រព័ន្ធផ្កាយរណបបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានទាំង14ប្រទេសនោះទេបាទគឺលើកឡើងត្រឹមតែចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី22បន្ធូរបន្ថយភាពតានតឹងនិងបិទបញ្ចប់អគិរាបិទបញ្ចប់ចំនួនប៉ុណ្ណោះបាទក៏ប៉ុន្តែយើងសួរថាតើនៅពេលដែលក្រោយបិទបញ្ចប់កិច្ចប្រជុំនៅខាងមុខតើសៀមថៃរដ្ឋមន្ត្រីការបរទេសរបស់សៀមគឺបានលើកឡើងថាថៃយល់ព្រមថៃមិនបន្តភាពតានតឹងមិនបង្កអរិភាពនោះទេបាទឬនៅតែបន្តចោទប្រកាន់មកកាន់កម្ពុជាហើយនៅតែបន្តឈ្លានពានទៀតបាទយើងសួរថាតើបែបណាបាទគឺប្រកាសឲ្យថាលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងប្រើវិធានការបន្តទៀតលែងទុកមុខឲ្យសៀមហើយបាទលែងទុកមុខឲ្យថៃទៀតហើយតាមរយៈការប្រើប្រាស់កាយរណាប់របស់សហរដ្ឋអាមេរិកបាទឬរបស់ពួកអឺរ៉ុបជាដើមដែលយើងឮឲ្យថាសហគមន៍អឺរ៉ុបគឺយល់ព្រមឲ្យផ្កាយរណាប់ដើម្បីសង្កេតមើលដើម្បីពិនិត្យមើលទៅលើចំនួនមួយនេះអ្នកណាជាអ្នកខូចអ្នកណាជាអ្នកខុសបាទដូច្នេះនៅពេលដែលសៀមប្រឹងប្រកែកសៀមប្រឹងចោទមកលើកម្ពុជាសៀមនៅតែបន្តគម្រាមកំហែងឈ្លានពានមកកាន់កម្ពុជាគឺប្រកាសឲ្យថាជំរឿនរបស់អន្តរជាតិមានអ្វីក្រៅពីបកស្រមុខសៀមបាទតាមរយៈផកតាងនៅលើប្រព័ន្ធផ្កាយរណាប់នោះទេបាទផកតាងជាបន្តបន្ទាប់កំណត់ច្បាស់លាស់តាំងពីពេលដែលមានចំនួនការដាក់មីនតាំងពីពេលនៃការបែកការវាយប្រហារអ្នកណាជាអ្នកដាក់មីនអ្នកណាជាអ្នកវាយប្រហារមកកាន់កម្ពុជាមុនបាទដូច្នេះគឺច្បាស់ឲ្យថាផកតាងនឹងបន្តកើតមានឡើងនៅមុខអន្តរជាតិបាទនៅពីមុខអនុព័ន្ធយោធានៅពីមុខក្រម AOT ដែលជាអ្នកសង្កេតការនាពេលនោះគឺច្បាស់ឲ្យថាថៃសៀមមិនអាចមានលក្ខបែបណាទៀតទេព្រោះថាត្រូវតែហែកបាទត្រូវតែហែកបើម៉ាឡេស៊ីបានទុកមុខឲ្យហើយទើបហៅបាទហើយទៅសម្របសម្រួលជាលើកទី1បាទនៅលើទឹកដីម៉ាឡេស៊ីផ្ទាល់តែម្ដងបើថៃនៅតែបន្តផ្គឿនឈ្លានពានមកកាន់កម្ពុជាដោយភូកុហកគឺច្បាស់ឲ្យថាគេនឹងអនុវត្តទៅលើវិធានការហើយទី2ពិនិត្យមើលទៅលើផុសតាងជាក់ស្ដែងបាទនេះគឺជាចំណុចមួយដែលយើងតោងចាប់អារម្មណ៍ដែរពាក់ព័ន្ធទៅនឹងចំណាត់ការអន្តរជាតិរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលព្យាយាមសម្របសម្រួលស្វែងរកយុត្តិធម៌ឲ្យកម្ពុជាស្វែងរកការបិទបញ្ចប់សង្គ្រាមឲ្យកម្ពុជាយើងបាទដូច្នេះសរុបជារួមមកទាំងស្ដេចថៃទាំងក្រមយោធាសៀមគឺចាប់ដើមព្រួយបារម្ភខ្លាំងបាទនៅពេលដែលបងប្អូនខ្មែរឮភ្ញាក់ខ្លួនដល់សញ្ញាជាបន្តបន្ទាប់មកកាន់កម្ពុជាហើយយើងក៏សង្ឃឹមបន្តទៀតដែរថាបងប្អូនខ្មែរឮក្នុងចំនួនកាន់តែច្រើនឡើងនឹងយល់កាន់តែច្បាស់អំពីមហិច្ឆតាស្មោកគ្រោកមហិច្ឆតាដើម្បីអំណាចមហិច្ឆតានៃការឈ្លានពានមកកាន់ខ្មែររបស់សៀមរបស់ថៃបាទដែលមិនដែលចាត់ទុកបងប្អូនគឺជាថៃគឺជាសៀមពេញលេញនោះទេដូច្នេះសង្ឃឹមថាបងប្អូនខ្មែរឮខ្មែរសុរិនស៊ីសង្កេតបុរីរ៉ាំជាដើមបណ្ដាទ័ពទាំងឡាយជាដើមនឹងបន្តភ្ញាក់ខ្លួនហើយផ្ដល់ព័ត៌មានល្អៗមកកាន់ទ័ពរបស់យើងកាន់តែច្រើនបាទពីព្រោះថាខ្មែរឮខ្មែរកណ្ដាលខ្មែរក្រោមគឺជាខ្មែរតែមួយគឺជាឈាមចរតែមួយបាទ